រវើកដែរថ្ងៃនេះគឺចាប់អ្នកផ្សាយព័ត៌មានមួយរូបទៀតហើយគឺអ្នកផ្សាយរឿងទាហានខ្វះទឹកត្រូវបានសមត្ថកិច្ចខេត្តឧត្តរមានជ័យចាប់ខ្លួនបញ្ជូនទៅតុលាការបាទរឿងលែងគឺអត់មានទេរឿងសុកចិត្តចាប់ខុសជាជាងលែងច្រឡំហើយថាចាប់ខុសជាជាងលែងច្រឡំហ្នឹងអាមេរិកហ្នឹងសុកចិត្តចាប់បញ្ជូនទៅស្រុកក្រៅសិនកុំឲ្យតែទុកនៅលើឥឡូវគេមានរឿងនៅអាមេរិកចាំខ្ញុំផ្សាយព័ត៌មាននៅចុងម៉ោងបន្តិចដើម្បីបញ្យល់រឿងនេះដែរអ្នកផ្សាយរឿងទាហានខ្មែរខ្វះទឹកត្រូវបានសមត្ថកិច្ចខេត្តឧត្តរមានជ័យចាប់ខ្លួនណាណាគេផ្សាយទាហានខ្វះទឹកហ្នឹងមិនលើកទី1ទេដែលផ្សាយទាហានខ្វះទឹកគឺផ្សាយឡើងស្រោចហើយតាំងតែពីវ័យគ្នាដំបូងមកម៉េះរឿងទាហានខ្មែរខ្វះខាតអត្តឃាតហ្នឹងហើយវាអត់មានរឿងអីចម្លែកទេហើយខ្ញុំចេះតែរកម្មចិត្តរឿងមួយដែលខ្ញុំមែនតែនទៅអាចថាខ្ញុំមិនសូវគ្រប់គ្រងបងប្អូនដែលផ្សាយព័ត៌មានដូចគ្នាដូចខ្ញុំអីចឹងដែរប្រហែលទេដែលក្នុងផ្សាយអំពីបញ្ហាទាហានយើងហើយជាញយដងខ្ញុំបានជម្រាបជំហរបងប្អូនឲ្យយល់ពីខ្ញុំដែរទាហានខ្មែរគឺជានិមិត្តរូបនៃភាពអង់អាចក្លាហានការបូជាពលីនិងភាពអស្ចារ្យរបស់អ្នកដែលការពារទឹកដីរបស់យើងប៉ុន្តែនៅពេលដែលបងប្អូនបង្ហាញទាហានអត់ស្បែកជើងមានស្បែកជើងផ្ទាត់បង្ហាញទាហានដែលមានអាការច្រេះចាប់មួយបាញ់3គ្រាប់ផ្ទុះមួយគ្រាប់បាញ់ដ្រូនបាញ់3គ្រាប់ផ្ទុះមួយគ្រាប់ហើយអត់អាវក្រោះខ្វះទឹកខ្វះអីសពបែបយ៉ាងវេទនាអត់ថ្មិញអត់អីវារកម្មចិត្តហើយទៅដើរចែកលុយទាហានហើយថតផ្សាយយកបងខ្ញុំយំខ្ញុំស្រក់ទឹកភ្នែកទី1ស្រក់ទឹកភ្នែករំភើបដែលទាហានខ្មែរយើងមានបងប្អូនយើងជួយយកចិត្តទុកដាក់ណាស់ខ្ញុំរំភើបក៏ខ្ញុំស្រក់ទឹកភ្នែកទី2ខ្ញុំស្រក់ទឹកភ្នែកដោយសារខកចិត្តថាហេតុអីបានជាទាហានខ្មែរយើងដល់ថ្នាក់នេះហេតុអីបានជាបងប្អូនយើងយកកិត្តិយសទាហានខ្មែរយើងមកឈរគោរពយកលុយយើងម្នាក់10000រៀល15000រៀលហ្នឹងដើរចែកជូនក្នុងឯកសណ្ឋានក្រងឯកសណ្ឋានយោធាស្រុកណាដែលគេដើរចែករង្វាន់យោធាពីជនស៊ីវិលហើយថតដាក់ Facebook ហ្នឹងស្រុកណាបងប្អូនសាកឲ្យឧទាហរណ៍ឲ្យខ្ញុំបានឃើញមួយមើលតើស្រុកណាគេយកតម្លៃទាហានយកទៅជន់ឈ្លីនៅបាតដីអញ្ចឹងស្រុកណាបងប្អូនមានបេះដូងធំខ្ញុំសរសើរខ្ញុំសូមកោតសរសើរសមានចិត្តរបស់បងប្អូនប៉ុន្តែរបៀបធ្វើរបស់បងប្អូននេះមិនត្រឹមត្រូវទេបងប្អូនអាចជួយបានហើយបងប្អូនពិតណាស់ខ្ញុំជឿហើយថាស្រុកខ្មែរថាបើសិនជាស្ងាត់ណាហ៊ានតែបានលុយយកទៅជូនទាហានស្ងាត់ឲ្យមេឲ្យអីកោយធំដុំអីហ្នឹងលុយហ្នឹងអត់បានដល់ដៃទាហានទេអញ្ចឹងអសធានអ្នកចែកជូនទៀតអញ្ចឹងវាជាប្រព័ន្ធអំពើពុករលួយនៅក្នុងការគ្រប់គ្រងការចែកលុយតាប៉ុន្តែដល់បងប្អូនទៅយកអាហ្នឹងមកកាន់វាធ្វើឲ្យយើងរំលឹកឲ្យឃើញអំពីទី1សិលធម៌ខ្មែរទាបណាស់សិលធម៌ទាបហ្នឹងគឺយើងអីសិលធម៌យកមុខសិលធម៌យកបងសិលធម៌ហុចអំបោះស្រណោះដៃជួយអីក៏ដោយបើថាមិនបានឈ្មោះមិនបានអីសរសេរទេគឺជាងពហិយហ្នឹងណាអត់មានព្រះមានស្អីបង្ហាញអំពីធម៌អាបាលីសំស្ក្រឹតអីបានច្រើនទេព្រោះជាងពហិយហ្នឹងវាពេញដោយឈ្មោះសប្បុរសជនដែលជួយលុយដើម្បីជួសជុលវត្តកសាងវត្តហ្នឹងដើម្បីឲ្យកូនចៅខ្មែររៀនពីពុទ្ធសាសនាអីទៅរករូបរកអីអត់ឃើញទេព្រោះឈ្មោះរបស់ឧបាសកឧបាសិកាចូលលុយហ្នឹងវាពេញហ្នឹងគ្រាន់តែជួលគេដើម្បីឆ្លាក់ឈ្មោះហ្នឹងអស់លុយមិនថឹកទៀតវាធ្វើមិនបើសង្គមយើងវាអញ្ចឹងបងប្អូនយើងទៅហាមឃាត់វាមិនអីទេព្រោះអ្នកដែលជួយជាសទ្ធាចង់បានឈ្មោះបើអត់ឈ្មោះលែងជួយអញ្ចឹងបាទខ្ញុំចេះចង់កែឲ្យសន្តានចិត្តសមានចិត្តបងប្អូនយើងគិតអំពីអំពើបុណ្យនិងសទ្ធាជ្រះថ្លាបានមកពីចិត្តស្ងប់របស់យើងវិញកុំឲ្យបានមកដោយការ selfie ថតរូបបើមិនបានសម្ញែងរូបមកប៉ុស្តិ៍ទេគឺលុយហ្នឹងគឺចែកអត់បានគឺចង់ឲ្យគេឃើញថាយើងនឹងធ្វើអំពើល្អព្រះគង់នឹងដឹងទេមិនចាំបាច់យើងទៅអួតសម្ញែងអីទេហើយដល់ពេលយើងប្រឹងអញ្ចឹងទៅវាអសទ្ធាយើងទៅវិញឥឡូវយើងបានបុណ្យហើយព្រោះយើងស្ងប់ចិត្តមិនអញ្ចឹងអូបងប្អូនគេនិយាយមកគ្រប់គ្នាថាងាប់ហើយម្នាក់នោះចិត្តបានណាស់យើងឃើញឯងរូបថតគាត់ទៅថតនេះថតនោះឃើញគាត់ចែកលុយចែកអីអញ្ចឹងគាត់អីអញ្ចឹងទៅល្អហើយប៉ុន្តែសមានចិត្តបែបនេះឃើញទាហានរបស់យើងគាត់រងបញ្ហាទេទាហានយើងត្រូវគេមើលឃើញអត្តខិតរខិរខៈតែវាជារឿងគេហៅថាគ្រោះនៅក្នុងលៀបដែរសំទោសលៀបនៅក្នុងគ្រោះដែរបើសិនជាមិនអញ្ចឹងក៏មិនឃើញថាទាហានយើងវេទនាប៉ុណ្ណាតើឋានៈដឹកនាំយើងដឹកនាំគ្រប់គ្រងប្រទេសយ៉ាងម៉េចឲ្យទាហានយើងវេទនាយ៉ាងនេះវាជាការ
ប្រាប់ឲ្យដឹងអំពីប្រព័ន្ធដឹកនាំរដ្ឋដែរវាបានមួយយ៉ាងវាអត់មួយយ៉ាងបងប្អូនប៉ុន្តែខ្ញុំនៅតែលើកទឹកចិត្តថារឿងស្អីក៏ដោយតាក់ទងនឹងការការពារជាតិនិងសិលធម៌កិត្តិយសរបស់ទាហានយើងគឺយើងគួរតវ៉ាឲ្យមេដឹកនាំឬថ្នាក់កម្រិតយោធាលោកទាសីហាអីវ៉ាន់ណោះកែប្រែប្រព័ន្ធដឹកនាំតបប្រព័ន្ធអីហ្នឹងដើម្បីឲ្យគាត់មានថវិកាច្រើនឧបត្ថម្ភហ្នឹងគឺយកចិត្តទុកដាក់ឲ្យបានសម្បើមយើងប្រជាពលរដ្ឋទាំងអស់គ្នាហ្នឹងក្រោកតវ៉ាបោះឆ្នោតដើម្បីឲ្យដាក់កញ្ចប់លុយហ្នឹងចូលទៅក្នុងយោធាហ្នឹងឲ្យច្រើនហើយឲ្យមានតម្លាឲ្យយោធាហ្នឹងមានបាយហូបមានប្រាក់ខែប្រាក់បៀវត្សអីឲ្យច្រើនហើយយើងតាមដានគាត់អញ្ចឹងវិញអាហ្នឹងបានជួយយោធាបានបងប្អូនជួយបែបរាល់ថ្ងៃនេះណាមិនត្រឹមតែធ្វើឲ្យមានបញ្ហាដល់យោធាយើងទេគឺប៉ះពាល់សតិអារម្មណ៍យោធាជួរមុខយោធាជួរក្រោយយោធាសមរភូមិមុខសមរភូមិក្រោយដូចថាមានការរអៀសរង្គៀសចិត្តទៀតដោយសារអីជួយបានតែអ្នកណានៅឈរក្បែរផ្លូវដែលគេទៅដល់បានលុយបានកាក់បានកាដូបានអំណោយគ្នាអ្នកទៅដល់ជុលត្រង់សេក្បែរណែលេនឋានថៃអីវ៉ាន់អត់បានមករៀលសោះដោយសារអីវាឆ្ងាយពេកដល់អញ្ចឹងទៅវាមានការចំណែនថ្នាក់ចេញវីដេអូមកដូចថាវាអាប់អួរអារម្មណ៍មែនតែយើងដឹងហើយបងប្អូនទាហានយើងបើមិនធ្វើអញ្ចឹងគាត់អត់ដឹងថាខ្វះខាតអីផងតែឥឡូវបងប្អូនដឹងទឹកផឹកក៏អត់មានដែរទឹកនឹងអត់តាំងពីដើមមកបងប្អូនទាហានស្រែកមកក្នុង Facebook ខ្ញុំឡើងចង់ផ្ទុះអស់ហើយថាជួយផ្សាយផងទាហានអត់ទឹកទេហើយដល់អញ្ចឹងទៅក៏ឃើញបងប្អូននឹងប្រកោកប្រកាសបានទឹកពេលនេះ100យួរ100 200យួរទៅហើយទៅនឹងដើម្បីឲ្យគេជួយអាទឹកនឹងដល់ទាហានយើងបានទទួលទានបានពិសាគឺត្រូវថតជាមួយទាហាននឹងទៀតបានឡានដឹកទឹកនឹងបានទឹក200យួរ300យួរអញ្ចឹងទៅផ្សាយទៅអតិថិជនណាសប្បុរសជនណាដែលគេជួយទឹកសុទ្ធទឹកនេះអញ្ចឹងទៅជាឱកាសដើម្បីអតិថិជនផ្សព្វផ្សាយអំពីផលិតផលនៃការលក់ដូររបស់គាត់ផងវិជាការល្អហើយនេះគឺជាឱកាសមាសសម្រាប់អ្នកលក់លេសម្រាប់អ្នកលក់អីសេវាអីបែបយ៉ាងដើម្បីអីផ្សាយពាណិជ្ជកម្មឲ្យគេដឹងថាសេវារបស់ខ្លួនជួយដល់ទាហានជួរមុខល្អហើយខ្ញុំថាវាល្អប៉ុន្តែជាឱកាសនិយមមួយដើម្បីផ្សព្វផ្សាយផលិតផលហ្នឹងប៉ុន្តែអ្វីដែលសំខាន់គឺទាហានជួរមុខទទួលស្គាល់ថាខ្លួនខ្វះខាតទទួលយកទឹកយកអីចឹងទៅបានថតផ្សាយចឹងបានទៅគ្រប់កន្លែងទៅយកមកទៀតដែរប៉ុន្តែអាហ្នឹងបងប្អូនវាជាទឹកមួយដំណក់នៅក្នុងមហាសាគរនៃបញ្ហាទេតែយើងដឹកទឹកឲ្យគាត់4 10យួរហ្នឹង100យួរហ្នឹងតើចោះប្រមាណជាប្រព័ន្ធហ្នឹងគឺយើងនៅខ្វះទឹកអញ្ចឹងរហូតឬយ៉ាងម៉េចហើយទាហានហ្នឹងក៏ចេះតែមកឈរថតបង្ហាញទៅដើម្បីអីទី1ប្រាប់ឲ្យថាបានទទួលផលដែលអ្នកជូនមកហើយកុំឲ្យថាមិនបានដល់ដៃសនុកសុំបានទៀតដល់តែពេលថតផ្សាយយូរទៅទី1គឺឲ្យគេមើងងាយទាហានខ្មែរយើងថាអត្តខិតយ៉ាងនេះធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយឥឡូវកុំថាធ្វើស្រែនឹងទឹកអាធ្វើសឹកនឹងអត់ទឹកផឹកទៀតហើយទៅថាគ្រាប់កភ្លើងទៅបាញ់គេវាមិនឈ្នះអត់ទឹកផឹកផងតែទាហានយើងទៅឲ្យគេមើងងាយយើងប៉ុណ្ណាទៅវាប៉ះពាល់ដល់សតិអារម្មណ៍ផ្លូវចិត្តរបស់ទាហានយើងធ្វើឲ្យថៃមើងងាយយើងហើយខ្ញុំនិយាយនេះតិចថាអូតែនិយាយចឹងចាំមើលតែគេលែងឲ្យផ្សាយលែងអីឲ្យជួយទាហានដាច់ពោះទឹកទៀតខ្ញុំចង់ឲ្យបងប្អូននៅតែជួយចឹងប៉ុន្តែខ្ញុំថាកុំជួយរបៀបដូចជាល្អមើលបងប្អូនល្អមើលប្រព័ន្ធទាហានយើងមានរាប់មួយសែនអ្នកជាងបែបនេះតើខ្វះខាតអីយើងជួយដឹកទឹកម្ដង 3-4 កដុងអញ្ចឹងតើវាមិនអាចទេវាត្រូវកែពីលើមកបងប្អូនកំពុងតែស្រង់ទឹកមនុស្សដែលស្លាប់នៅក្រោមស្ពានដូចពូម្នាក់នៅស្ពានជ្រួយចវាតិចគេលោតទឹកគាត់ចេញទូកទៅស្រង់មកពេលខ្លះស្រង់បានពេលខ្លះស្រង់មិនទាន់ដើម្បីដោះស្រាយបញ្ហាគឺយើងត្រូវរកមើលថាតើហេតុអីបានជាមនុស្សសម្លាប់ខ្លួនយើងត្រូវដោះស្រាយដើមខ្សែនោះជីវភាពខ្វះខាតការងារជំងឺផ្លូវចិត្តបញ្ហាគ្រួសារយើងដឹងថាអាហ្នឹងវាចាក់ស្រេះគ្មានអាណាទៅហាមគាត់ប៉ុន្តែយើងត្រូវដោះស្រាយពីដើមខ្សែបើអត់ទេពូអ្នកដែលបញ្ចេញទូកប្រឆេះដើម្បីរាវមនុស្សលោតទឹកហ្នឹងគឺគាត់នឹងធ្វើមកជីវិតតកូនចៅទៀតក៏អត់បាត់អស់ដែរអញ្ចឹងដើមខ្សែគឺបានន័យថាម៉េចទៅស្ពានតើស្ពានហ្នឹងបាក់វាខូចអីមនុស្សដើរឆ្លងតោងវល់មកធ្លាក់លងទឹកតែបើយើងជួសជុលស្ពាននឹងដាក់ប្រកាន់ដៃដាក់ស្អីទប់ឲ្យអស់មកកុំឲ្យមនុស្សលោតបានមនុស្សលែងលោតបានអ្នកដែលរវល់ស្រង់ក៏លែងដែរដូចគ្នានឹងវិស័យយោធាអញ្ចឹងបើយើងគ្រប់គ្រងពីលើមកថវិកាជាតិគ្រប់គ្រងត្រឹមត្រូវអត់ទៅហ៊ានខ្មោចនឹងប្រមាណតើពុកលលួយប្រមាណតើលុយនឹងដល់ទៅអត់
អីអញ្ចឹងទៅយើងមើលដំណានៅក្នុងវិស័យតបវិស័យអីហ្នឹងកែអញ្ចឹងបានតបគ្នាបានជំនួយបានអីត្រឹមត្រូវហើយបងប្អូនមិននឿយមិនហត់នៅក្នុងការដែលត្រូវដឹកទឹកដឹកអីអញ្ចឹងទេឥឡូវដឹកទឹកមានរួចខ្លួនណាថ្ងៃនេះអ្នកសារព័ត៌មានស្រទាប់យុវវ័យឈ្មោះលួតសុផលតាមពិតឈ្មោះលួតសុផលនេះ Facebook របស់គាត់ឈ្មោះថាសុផលអូស្មាច់បងប្អូនខ្ញុំធ្លាប់ផ្សាយឈ្មោះគាត់ម្ដងដែរកាលពីប្រហែលសប្តាហ៍មុនហ្នឹងគឺដោយសារតែសុផលអូស្មាច់នេះគាត់ឡើងមកប្រកាសថាតាមម្ដងហ្នឹងហ៊ានតាឲ្យគាត់លុបវីដេអូគាត់ចោលទៀតណាគាត់ដុតផ្ទះគាត់ចោលហើយគាត់ឈប់នៅអូស្មាច់ហ្មងកាលហ្នឹងគាត់ពមៀនអញ្ចឹងកាលពីម្លងថ្ងៃ7ខែកុម្ភៈអីមិនដឹងឯងព្រោះគេគាត់ថាគេឲ្យលុបវីដេអូអស់ពីហើយវីដេអូហ្នឹងអត់មានវីដេអូអីច្រើនទេវីដេអូដឹកទឹកទៅឲ្យទៅហ៊ានហើយដល់ពេលគាត់ឡើងមកនិយាយពីរឿងវីដេអូដែលថាតែមើលតែលុបវីដេអូគាត់មួយទៀតចុងក្រោយគឺប្រកបឲ្យលុបទៀតគឺគាត់ដុតផ្ទះគាត់ចោលហើយឈប់នៅអូស្មាច់តាមពិតលោកលួតសុផលនេះលោកជាអ្នកសារព័ត៌មានរបស់បណ្ដាញសារព័ត៌មានមួយឈ្មោះថាស្រទាប់យុវវ័យហើយលោកក៏ជាកីឡាករគុនខ្មែរដែរលោកសុផលជាកីឡាករគុនខ្មែរដែលគេហៅគាត់ថាបរោះគុលដូងបាទខ្ញុំមិនសូវបានតាមដានគាត់ប្រហែលនេះប៉ុន្តែដល់ពេលឃើញគាត់ខ្លាយជាព័ត៌មានអញ្ចឹងទៅក៏ស្រាវជ្រាវបន្តិចទៅក៏ឃើញរឿងច្រើនតាមពិតលោកសុផលនេះមានបេះដូងល្អណាស់ជាមនុស្សឈឺឆ្អាលតាហ៊ានជួមុខមនុស្សយល់សុខទុក្ខតាហ៊ានយើងតាមពិតលោកធ្វើនៅក្នុងបំណងល្អគ្រប់យ៉ាងខ្ញុំចាំច្បាស់លោកសុផលនេះអាញាធរគុំលោកយូរហើយតាំងពីបាញ់គ្នាក្ដុំក្ដាំងនៅម្ដុំអូស្មាច់ហ្នឹងគេទម្លាក់គ្រាប់ពី F16 ច្រើនណាស់លោកសុផលបើកឡានបដាយំបដាអង្វរសម្ដេចពុកឲ្យប្រឡែងអាស្អីគេសំណាញ់មេឃនឹងមកឲ្យទម្លាក់អា F16 នឹងខ្លះមកបើមិនចឹងទេទាហានយើងស្លាប់កជើងហើយយើងវាយមិនឈ្នះគេទេព្រោះអីគេទម្លាក់គ្រាប់ពីលើអាកាសបើថ្មើរជើងយើងខ្លាំងក៏ប៉ុន្តែយើងមិនឈ្នះទម្លាក់គ្រាប់ទេសុំឲ្យសំណាញ់មេឃនឹងគាត់យំសសិចសស័កខ្ញុំចាំច្បាស់លោកសុផលខ្ញុំថាអូលោកសុផលមិនយូរទេគេនឹងចាប់ទៀតហើយព្រោះអីលោកនិយាយការពិតពីរឿងសំណាញ់មេឃដែលសម្ដេចពុកលោកថាមានវាអត់មាននោះហើយសំណាញ់មេឃមានមកពីណាបើគាត់ថាមានតាំងពីដើមទីមកថៃយន្តហោះគេកាលដំបូងសំណាញ់មេឃខ្លាច់ប្រហែលបងដល់មើលទៅបានហោះទម្លាក់គ្រាប់តាមម្ដុំជួរព្រំដែននេះដែលបើយូរទៅទម្លាក់ញឹកពេកទៅអត់ឃើញសំណាញ់មេឃបងទៅដល់ហ្នឹងគឺលូនក្បាលចូលឲ្យមកបងដល់ស្រីស្នំនៅខេត្តសៀមរាប90គីឡូដីចូលដីខ្មែរអត់ឃើញសំណាញ់មេឃទេចង់បានលោកសុផលនឹងយំផងអីផងអត់ឃើញសំណាញ់មេឃសំណាងដែរលោកសុផលអត់ត្រូវបានគេចាប់ខ្លួនកាលពីពេលប៉ុន្តែខ្ញុំជឿថាប្រហែលជាគេគុំលោកយូរដែរហើយប៉ុន្តែចុងក្រោយដឹកទឹករឿងដឹកទឹកនេះគឺជាប់គុកតតែបានបាទឥឡូវនេះគឺគួរឲ្យអកុសលដែរលោកសុផលដែលជាអ្នកស្រុកភូមិចំការជែកសង្កាត់អូស្មាច់ស្រុកសំរោងខេត្តឧត្តរមានជ័យនេះបើតាមសារព័ត៌មានដែលផ្សព្វផ្សាយពីអង្គការសិទ្ធិមនុស្សអាត់ហុកនៅឯមូលដ្ឋានថាលោកលួតសុផលដែលជាអ្នកសារព័ត៌មានស្ទាប់យុវវ័យនេះត្រូវបាននគរបាលកងរាជអាវុធហត្ថស្រុកចុងកាល់ចាប់ខ្លួនកាលពីថ្ងៃទី13ខែកុម្ភៈឆ្នាំ2026បន្ទាប់ពីលោកបានចុះផ្សាយពីបញ្ហាកងទ័ពជួរមុខខ្វះទឹកប្រើប្រាស់កាលពីថ្ងៃទី7ខែកុម្ភៈឆ្នាំ2026បន្ទាប់ពីការសាកសួរនៅរសៀលថ្ងៃទី14នៃខែឆ្នាំដដែលគឺរសៀលនេះគឺលោកលួតសុផលត្រូវបានសាលាដំបងខេត្តឧត្តរមានជ័យសម្រេចឃុំខ្លួនបណ្ដោះអាសន្នទៅពន្ធនាគារខេត្តឧត្តរមានជ័យដោយចោទពីបទញុះញង់ឲ្យមានការរើសអើងហើយដោយសារតែបទល្មើសព្រហ្មទណ្ឌនិងយកសម្លេងថ្នាក់ដឹកនាំចែកចាយដោយគ្មានការអនុញ្ញាតបទស្ដាប់ឬថតពាក្យសម្ដីឯកជនទោះបីជាលោកបានយល់ព្រមលុបវីដេអូទាហានថៃកាយដីដាក់ទូកុងតឺន័រតាមបញ្ជាអាជ្ញាធរព្រមទាំងបានធ្វើវីដេអូសុំទោសជាសាធារណៈរួចហើយក៏ដោយបាទតាមពិតនៅក្នុងរយៈពេលមិនដល់2ខែផងទេនៅដើមឆ្នាំ2026នេះគឺមានអ្នកសារព័ត៌មានចំនួន4នាក់ហើយដែលត្រូវបានអាជ្ញាធរឬក៏សមត្ថកិច្ចចាប់ខ្លួនលោកសុផលនេះគឺពេលដែលគាត់ធ្វើវីដេអូមុននឹងគេចាប់ខ្លួននេះថ្ងៃ13គាត់ចេញវីដេអូមកសាពះសុំទោសដែរមិនដឹងថារងសម្ពាធផ្លូវចិត្តប៉ុណ្ណាទេគាត់សាពះសុំទោសហើយប្រាប់គេថាអញ្ចេះថាសុំទោសបងប្អូនកុំយកទោសទៅអីគាត់ព្រោះអីគាត់ផ្សាយកន្លងមកគឺជាកំហុសឆ្គងធ្ងន់ធ្ងរណាស់គឺផ្សាយព័ត៌មានមិនពិតទេទាហានខ្មែរអត់ខ្វះទឹកទេ
បទូប្រទាំងបទូធម្មឲ្យបទូទាំងធម្មយ៉ាងម៉េចទៅតាហ៊ានខ្វះទឹកផ្សាយខ្វះទឹកឥឡូវហ្នឹងដល់តែពេលហើយមកផ្សាយថាអត់ខ្វះទឹកតាហ៊ានខ្វះទឹកយកទឹកពីគាត់ថតផ្សាយមានវីដេអូមានអីមកអរគុណម្ចាស់ទឹកថាគាត់ខ្វះទឹកសោះហ្នឹងឥឡូវហ្នឹងមកគាត់ប្រាប់ថាព័ត៌មានហ្នឹងមិនពិតទេតាហ៊ានខ្មែរអត់ខ្វះទឹកទេវាអាចមានរូបភាពមួយថាលែងឲ្យយកទឹកទៅទាហានមិនខ្វះទឹកទេវាអាចមានរូបភាពមួយថាកុំឲ្យបាក់ទឹកចិត្តកងទ័ពវាមិនល្អមើលទេប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងបើទាហានខ្វះទឹកមែនគឺដាច់ទឹកតែម្ដងព្រោះលែងមានអ្នកណាជួយបានឬក៏បើជួយទៅតែកុំផ្សាយអីអញ្ចឹងបងប្អូនបើជួយទៅក៏កុំផ្សាយនេះណាសុំភ្លើងយ៉ាអីកម្ពុជាសពថ្ងៃគឺជាសម័យសម្ភារៈនិយមសម័យអួតសម័យសម្ញែងហើយកុំបន្ទោសប្រជាពលរដ្ឋឲ្យសោះថ្នាក់ដឹកនាំខ្មែរនេះមហាកំពូលអួតនោះអួតដល់អញ្ចឹងប្រជាពលរដ្ឋរៀនតាមគេហៅថាដឹងថ្ងើយត្បិតដងកូនសោតរែងឆ្កងត្បិតមេបាដល់តែយើងនាំគ្នាអួតឲ្យអត់បានផលអីទេដល់ពេលចុងក្រោយកូនចៅអួតដែរអញ្ចឹងធ្វើអីបន្តិចអាងឲ្យសម្ញែងទ្រព្យសម្បត្តិឬក៏បុណ្យស័ក្តិលៀបសក្ការៈហ្នឹងដើម្បីឲ្យឃើញសំពីងសំពងដោយសម្បត្តិអាជ័យអញ្ចឹងឥឡូវគេធ្វើតាមតាហើយដល់អួតហ្នឹងដល់ពេលអត់ឲ្យផ្សាយគឺឈប់ជួយហ្មងវាអត់មានអាសមានចិត្តពិតជ្រះថ្លាហ្នឹងទេគឺធ្វើហុចអំបោះសំណោះដៃអញ្ចឹងខ្ញុំស្ដាយដែរតែក៏ខ្ញុំនិយាយនេះខ្ញុំមិនមែនបានន័យថាបងប្អូនខ្មែរទាំងអស់អញ្ចឹងទេបងប្អូនខ្មែរយើងច្រើនក៏លោកជួយអ្នកខ្លះស្ងាត់គេមិនតឹងប្រាប់ឈ្មោះផងទេគេមិនចង់បានអ្នកខ្លះរាប់ម៉ឺនដុល្លារខ្ញុំចាំហេតុអីបានជាអញ្ចឹងខ្ញុំចាំកាលធ្វើបាតកម្មនៅទីលានប្រជាធិបតេយ្យអំឡុងឆ្នាំ2013កាលហ្នឹងមួយឆ្នាំមុនខ្ញុំមកអាមេរិកទីលានប្រជាធិបតេយ្យនេះគេធ្វើបាតកម្មច្រើនមែនតើហើយបងប្អូនដែលធ្វើបាតកម្មគឺអ្នកខ្លះលក់ឆ្កែអ្នកខ្លះលក់អីមកធ្វើបាតកម្មដើម្បីឲ្យមានការផ្លាស់ប្ដូរមានសិទ្ធិមនុស្សប្រជាធិបតេយ្យមានការដឹកនាំប្រទេសដូររបៀបដឹកនាំប្រទេសសពថ្ងៃហ្នឹងហើយដល់ពេលហើយមានបងប្អូនជួយជានំប៉័ងជួយជាទឹកសុទ្ធអត់ដែលប្រាប់ទេទៅយកទៅដឹកទាំងកាឆេទាំងអីហើយខ្ញុំចាំថាមានពេលមួយខ្ញុំទៅអូឡ িম্প ិកដើម្បីជួយនៅក្នុងតែថាជួយប្រយុទ្ធឡើងវាតិចនៅក្នុងទីលានប្រជាធិបតេយ្យតាមពិតដល់ពេលនិយាយចឹងថាអូមួងណារ៉េតហ្នឹងចូលរួមនៅក្នុងការតវ៉ាដែរសិទ្ធិក្រុមពួកទៀមដឹងអត់ទេខ្ញុំចូលចិត្តទៅតាមដានមើលឃើញអញ្ចឹងដូចថាយើងឈឺឆ្អាលអញ្ចឹងទៅហើយអាចជួយអីបានជួយខ្ញុំអត់សួរថាជាតិជួយអីខ្ញុំបានទេខ្ញុំសួរថាតើខ្ញុំជាពលរដ្ឋខ្មែរម្នាក់ធ្វើអីខ្លះអាចជួយជាតិនេះបានតែអញ្ចឹងទៅចេះតែឃ្លាំមើលតាមទៅហើយក៏ទៅដល់ទីលានប្រជាធិបតេយ្យឃើញប្រជាពលរដ្ឋខ្វះភួយប្រយុទ្ធឡើងគាត់នៅសម្រាប់យូរគាត់ល្ងាអញ្ចឹងក៏ទៅផ្សារអូឡ িম্প ិកហ្នឹងទៅអង្គាសលុយប្រជាពលរដ្ឋបានទិញទួចបងប្អូននៅក្រៅប្រទេសនៅអីអញ្ចឹងទៅទិញភួយដើម្បីយកមកជួយឲ្យបងប្អូនយើងបានទៅ10ពលល្ងាពេលយប់ឲ្យគាត់នៅតវ៉ាដល់តែពេលអ្នកនៅផ្សារអូឡ িম্প ិកខ្លះគ្រាន់តែលឺទិញភួយអីច្រើនម៉េះយើងទិញ100ភួយអីវ៉ាន់ណាម្ដងគាត់សួរទិញយកទៅធ្វើអីដល់តែពេលយើងថានេះជាលុយសធាបងប្អូនរៃគ្នាមកដើម្បីយកភួយឲ្យបាតកោនៅទីលានប្រជាធិបតេយ្យទៅ10បងប្អូនដឹងថាដឹងមិនហីពេលខ្លះគាត់ថែម20 30ភួយទៀតទៅគាត់ថាយកទៅជួយអាទិញឲ្យប៉ុន្តែថែមឲ្យដោយអត់គិតថ្លៃបងប្អូនមានប្រជាពលរដ្ឋច្រើនណាស់ជួយចង់រឿងកិច្ចការអត់នេះអត់ចង់បានលៀបសក្ការៈបុណ្យស័ក្តិប៉ុន្តែខ្ញុំក៏យល់ដែរបើសិនជាបងប្អូនម្ចាស់តូបណាមួយប្រាប់ថាគាត់ជួយភួយឬក៏ទឹកសុទ្ធឬក៏នំប៉័ងហាងហ្នឹងអាចនឹងបិទទ្វារ24ម៉ោងដែរវាអញ្ចឹងណាបងប្អូនបើជួយគណៈបកប្រជាជនកម្ពុជាអត់អីទេគេការពារតែបើជួយគណៈបកប្រឆាំងគឺបិទហាងឲ្យមិនចំពោះថាការជួយនឹងជាសមានចិត្តឲ្យចង់ឲ្យមានការផ្លាស់ប្ដូរកែប្រែប្រទេសយើងឲ្យមានប្រជាធិបតេយ្យសិទ្ធិមនុស្សអីគេខ្វល់ទេអាញាធរគឺរករឿងអញ្ចឹងហើយដល់អញ្ចឹងហើយបានមនុស្សមួយចំនួនគេមានសមានចិត្តបើប៉ះពាល់ដល់ខ្លួនគឺគេអត់ហ៊ានធ្វើប៉ុន្តែបងប្អូនដូចសុផលអីនេះគឺគាត់ដឹងថាជួយនេះគឺជួយរបៀបដូចថាកងទ័ពចឹងគាត់មិនខ្វល់ថាគេនឹងធ្វើបាបធ្វើទុកបុកម្នេញតែទីបំផុតគេនៅតែចាប់គាត់សុំទោសគេថាព័ត៌មានគាត់មិនពិតទេរឿងទាហានខ្វះទឹកទាហានអត់ខ្វះទឹកទេនិយាយនេះខ្ញុំជឿថាគេឲ្យនិយាយទេដើម្បីដូរនឹងការមិនចាប់ដាក់គុក
ហើយប្រាប់ថាព័ត៌មានដែលគាត់ផ្សាយហ្នឹងគឺអត់ពិតទេលើកក្រោយគាត់សុំផ្សាយព័ត៌មានពិតបងប្អូននេះគឺសម្លាប់ជីវិតរបស់នយោបាយឬក៏ជីវិតអ្នកផ្សាយព័ត៌មានលោកលួតសុផលនេះចោលទាំងរស់ដោយសារអីដល់ពេលដែលយើងមកប្រកាសថាយើងនិយាយអីអត់ពិតចឹងបាននេះព័ត៌មានយើងនិយាយមកហ្នឹងគឺបលើសរហូតហ្នឹងតែគាត់រងការបង្ខំចិត្តដើម្បីសុំទោសនេះអានេះគឺជាវិធីសម្លាប់ជីវិតនយោបាយសម្លាប់អ្នកសារព័ត៌មានសម្លាប់រឿងច្រើនណាស់យុវជនអត់អាចងើបបានទេហើយវិធីនេះគណៈបកប្រជាជនកម្ពុជាធ្វើបានជោគជ័យច្រើនណាស់ជាមួយគណៈបកប្រឆាំងរឿងការឲ្យសុំទោសទាំងជាប់គុកក៏សុំទោសដែរអត់ធ្វើអីខុសសោះបើសិនជាមិនសុំទោសគឺនៅជាប់គុកមួយជីវិតឬក៏ជាប់គុកយូរតែដល់ពេលសុំទោសរួចខ្លួនបានជីវិតនយោបាយគឺក៏ចប់ហើយអ្នកខ្លះហ្នឹងចោះចូលត្រូវតែសុំសំពះលន់តួថតរូបជាមួយលោកហ៊ុនសែនអីចឹងដើម្បីឲ្យសុំទោសអីចឹងទៅគឺជីវិតនយោបាយគាត់ចប់អ្នកខ្លះគឺជាអនុក្នុងជាកិញ្ចជាអីចឹងយកមកផ្សាយគឺសម្លាប់នៃជីវិតនយោបាយចោលអានេះឲ្យតែយុវជនជំនាន់ក្រោយអត់អាចនឹងចូលរួមនៅក្នុងជីវភាពនយោបាយព្រោះអាវិធីសាស្ត្រនេះវាក៏ក្រិចពេកគឺយើងបំបាក់ស្មារតីប្រជាពលរដ្ឋតាមរយៈការធ្វើអញ្ចឹងបើសិនជាគាំទ្របកខ្លួនអត់អីទេបើគាំទ្របកដតីក្តិចគេទៅហើយចុងក្រោយគឺវាបាក់ទឹកចិត្តហើយសង្គមនេះមានភាពអយុត្តិធម៌សម្បើមមែនតើគឺធ្វើបែបហ្នឹងខ្ញុំលើកទឹកចិត្តឲ្យអាជ្ញាធរដោះលែងលោកលួតសុផលចេញពីមន្ទីរឃុំឃាំងឲ្យបានឆាប់តាមដែលអាចធ្វើទៅបានហើយកុំទៅយកចងពីអីជាមួយគាត់ខំប្រឹងជួយមកកណោដែរគាត់ថាផ្ដាំផ្ញើទាំងលោកសុផលទាំងអ្នកដតីទៀតតាក់ទងនឹងរឿងទាហានរបស់យើងហ្នឹងកន្លែងណាដែលមើលឃើញសំរុំកន្លែងណាផ្សាយកន្លែងណាមិនផ្សាយក៏គួររក្សាសេចក្តីថ្លៃថ្នូររបស់បងប្អូនកងទ័ពជួរមុខយើងផងតែប៉ុណ្្នឹងទេខ្ញុំមិនទៅហាមឃាត់អីបងប្អូនទេព្រោះពាក្យពិតវារែងស្លែងអញ្ចឹងហើយបងប្អូនគាត់ថាគោលដៅល្អប៉ុន្តែពេលខ្លះវាធ្វើទៅវាដូចថាវាមិនសមប្រកបអីអញ្ចឹងអនុគ្រោះលើកលែងទោសឲ្យគ្នាទៅកុំទៅចាប់ទោសអូសដំណើរអីធ្វើដូចអ្នកទោសអារឿងថៃឈ្លានពានកម្ពុជាសម្រាប់ទាហានយើងអស់រាប់រយនាក់រួយទៅចន្ទ្រានឈ្លានពានដីណែគ្រប់គ្រងដែនដីខ្មែរ45ទីតាំងជាដែនអធិបតេយ្យអត់ប្តឹងគេទៅដាក់គុកអត់ប្តឹងគេយកទៅកាត់ទោសខ្មែរគ្នាឯងនិយាយរឿងអត់ទឹកផឹកចាប់ដាក់គុកអាហ្នឹងបានថាខ្មែរយើងចិត្តតែមួម៉ៅក្តៅក្រហាយជាមួយនឹងថ្នាក់ដឹកនាំរបស់យើងហ្នឹងគឺវារឿងអញ្ចឹងទេបាទរឿងបន្តទៀតគឺស្នងការដ្ឋានខេត្តកពតជូនរង្វាន់ទឹកប្រាក់1លានរៀលដល់អ្នករាយការណ៍កន្លែងស្នាក់នៅជនបរទេសឆបបោកអនឡាញខ្ញុំសរសើរអាជ្ញាធរអគ្គស្នងការដ្ឋាននគរបាលខេត្តកពតដែរដែលនៅក្នុង Facebook របស់គាត់ថ្ងៃនេះគាត់សរសេរអញ្ចេះសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពតទាំងអស់ក្នុងករណីបងប្អូនប្រជាពលរដ្ឋផ្ដល់ព័ត៌មានអំពីការស្នាក់នៅរបស់ជនបរទេសហើយសមត្ថកិច្ចរកឃើញថាមានបង្កប់នៅ scam អនឡាញការឆបោកអនឡាញនោះសមត្ថកិច្ចយើងខ្ញុំនឹងផ្ដល់ថវិកាចំនួន1លានរៀលបាទ$250ជាការលើកទឹកចិត្តនិងសូមរក្សាការសម្ងាត់ជូនទៀតហើយបើចង់ដឹងបើចង់រាយការណ៍ការសម្ងាត់នេះរាយការណ៍បាន1លានរៀលនេះសូមសរសេរឬក៏តេមកលេខទូរស័ព្ទនេះគឺគេមានលេខខាងក្រោម855 93 222បាទគឺ23ដើម155ម្ដងទៀតបងប្អូន855 93 222 155តាមពិតលេខទាំងអស់ហ្នឹងវាលេខ093 222 155ឯងប៉ុន្តែគាត់ដាក់855ឯងប្រហែលជាឲ្យបងប្អូននៅអាមេរិកនេះទៅក៏មិនដឹងតែគាត់អំពាវនាវអ្នកស្រុកកពតទេបងប្អូនរឿងនេះណាពេលដែលអគ្គស្នងការដ្ឋានខេត្តកពតជូនរង្វាន់នេះណាទឹមម្សិលមិញទេអគ្គស្នងការដ្ឋាននគរបាលខេត្តកពតនឹងទឹមនិយាយថាខ្លួនគ្មានសមត្ថភាពចាប់អ្នកដែលរត់ប្រសាចទាំង6 7,000អ្នកនឹងបានទេពួកអីរត់ប្រសាចពីកន្លែងកាស៊ីណូមួយរបស់អង្គញាលីគួងដែលនៅម្ដុំព្រំដែនខ្មែរវៀតណាមហើយអាជ្ញាធរសមត្ថកិច្ចលោកអគ្គស្នងការដ្ឋានខេត្តកពតហ្នឹងលោកនិយាយថាសមត្ថកិច្ចរបស់យើងមានតែ1000នាក់ PM មាន300នាក់បូកចូលគ្នាហើយទៅពួកបរទេសនេះរត់ប្រសាចមានដល់ទៅ6 7,000នាក់អញ្ចឹងបដ ாய் រត់តាមចាប់វាមិនអស់រកកផែលអញ្ចឹងណាបងប្អូនវាពិបាកអញ្ចឹងមែនតើចោះអត់ដឹងថាតាគេជួញដូរឆបបោកអនឡាញរាប់ពាន់នាក់6 7,000នាក់សមត្ថកិច្ចនៅនឹងអត់ដឹងថាអានឹងឆបបោកទេអញ្ចឹងបើថាម្នាក់ពីរអីវាមិនអីទេហើយដល់ពេលហើយទៅធ្វើដូចទៅវៃស្មៅបង្អើលពោះទេបើអាជ្ញាធរសមត្ថកិច្ចចាប់ចង់ចាប់ក៏បួចពាត់យកបានទាំងអស់ហ្នឹង
តែវាយស្មៅបង្អើលពោះប៉ាសិចប្រសាចអីអញ្ចឹងទៅហើយដល់ពេលហើយចុងក្រោយមកជូនរង្វាន់ប្រជាប្រដ្ឋឲ្យតាមចាប់វិញអ្នកណាផ្ដាល់ព័ត៌មានហើយផ្ដាល់ព័ត៌មាននេះគឺទាល់តែអាជ្ញាធររកឃើញថាកន្លែងហ្នឹងជាកន្លែងឆបោកអនឡាញទៀតបាន$250ហ្នឹងប៉ុន្តែបងប្អូនជួយគ្នាទៅអញ្ចឹងបើខ្ញុំនិយាយថាកុំសួរថាអគ្គស្នងការដ្ឋាននគរបាលខេត្តកំពតអាចជួយអីយើងបានយើងជាប្រជាពលរដ្ឋជួយអីគាត់បានវិញតោះរាយការណ៍ទៅអ្នកណាមានដឹងថាកន្លែងណាបនលបែងសំខាន់តែគេចាត់ការអត់ពីមុនណាបើបានតែប៉ុណ្្នឹងមែនណាបើបានដោយអភិបាលឬក៏ស្នងការដ្ឋាននគរបាលខេត្តកំពតធ្វើអញ្ចឹងមែនគ្មានទេការឆបោកអនឡាញនោះគ្មានងើបរួចទេប្រជាពលរដ្ឋរាយការណ៍យកលុយចាយខ្ទេចហើយប៉ុន្តែអត់ដែលធ្វើសោះប៉ុន្តែឥឡូវលើកទឹកចិត្តសុំសរសើរបាទបន្តធ្វើទៀតការងារនេះគឺជារឿងត្រឹមត្រូវហើយសូមឲ្យការចាប់ផ្ដើមនេះឲ្យដូចភ្លៀងរលឹមហើយឲ្យស្មោះស្ម័គ្រឲ្យការពារសាកសីដែលរាយការណ៍នឹងផងហើយការពារនឹងឲ្យប្រកាសប្រាប់ផងថាតើចាប់បានប្រមាណពីការរាយការណ៍លើកទឹកចិត្តឲ្យប្រជាពលរដ្ឋអាចធ្វើបានឲ្យមានតម្លាដើម្បីគាត់ហ៊ានរាយការណ៍ពួកអីតែរាយការណ៍ចោះឡើងអាអ្នករាយការណ៍នឹងគេយកទៅស្ងោទៀតបាទឥឡូវនេះគឺអាជ្ញាធរខេត្តពោធិ៍សាត់ឯណោះក៏មិននៅស្ងៀមដែរគឺស្ងប់តែអត់ស្ងៀមទេថាក្រុមយុវជនរើបលាលួសគឺជាការសម្ដែងបងប្អូនប្រហែលថ្ងៃមុនមានក្រុមយុវជនមួយក្រុមហ្នឹងទៅរើបលាលួសហើយដល់ក្រោយមកមានសារព័ត៌មានណានោះផ្សាយថាស្នេហាជាតិជាកំហុសឬយុវជនតំបន់ថ្មដាដកបលាលួសការពារទឹកដីខ្មែរតែបែរជាត្រូវមន្ត្រីហៅអប់រំបាទឮព័ត៌មានដែលគេហៅទៅអប់រំដែរប៉ុន្តែឥឡូវអាជ្ញាធរខេត្តពោធិ៍សាត់ហ្នឹងគឺថ្ងៃទី12ពីថ្ងៃមុនហ្នឹងចេញសេចក្តីបំភ្លឺខ្ញុំទើបតែមានឱកាសនឹងពយល់បានគាត់ថាប្រហែលថ្ងៃមុនហ្នឹងនៅទីតាំងផ្លូវបំបែកខេត្តកោះកុងស្ថិតនៅឃុំថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់ហ្នឹងពិតជាមានភាគីថៃបានរីបលាលួសប្រកាសមែនហើយអាជ្ញាធរខេត្តពោធិ៍សាត់ហ្នឹងនិយាយទៀតថាដោយប្រកាន់ខ្ជាប់នូវគោលនយោបាយរដ្ឋាភិបាលក្នុងការដោះស្រាយចំនួនព្រំដែនដោយសន្តិវិធីសមត្ថកិច្ចភាគីកម្ពុជាជួបពិភាក្សាជាមួយសមត្ថកិច្ចភាគីថៃកាលពីថ្ងៃ10ហើយជួប10កុម្ភៈណោះដើម្បីដោះស្រាយហើយជាលទ្ធផលថាសមត្ថកិច្ចថៃហ្នឹងគេយល់ព្រមរុះរើបលាហ្នឹងចេញវិញនៅថ្ងៃទី11ខែកុម្ភៈក៏ប៉ុន្តែស្របពេលដែលសមត្ថកិច្ចភាគីថៃចាត់ចែងក្នុងការរុះរើស្របតាមស្មារតីនៃការពិភាក្សាខាងលើពួកយុវជនមកធ្វើការរុះរើដែលមានចរិតជាការសម្ដែងយករូបភាពផ្សព្វផ្សាយមួយផ្លែតក្នុងគោលដៅណាមួយតែប៉ុណ្ណោះនេះទៅពេលដែលមានយុវជនចុះទៅរើលបងបលាលួសហ្នឹងទៅឃើញអាជ្ញាធរខេត្តហ្នឹងថាចរចាគ្នាអាម៉េចជជែកគ្នាអាម៉េចថាថៃព្រមរើបលាលួសព័ត៌មានណាអត់មានសោះតើតែពេលរើបានឥឡូវគាត់បំភ្លឺមកបានមានចោះព័ត៌មានអំពីរើហ្នឹងមិនប្រាប់មកមុនមកឲ្យយុវជនហ្នឹងដឹងថាថៃគេរើហើយមិនបាច់ទៅរើអីទៀតទេវាអត់មានដល់ពេលរើអញ្ចឹងទៅវាពិបាកចិត្តដែរបងប្អូនហើយតែអញ្ចឹងទៅអាជ្ញាធរខេត្តហ្នឹងគឺដាក់អញ្ចេះថារដ្ឋបាលខេត្តនេះគឺសរសើរសកម្មភាពស្នេហាជាតិមាតុភូមិរបស់ប្រជាពលរដ្ឋកម្ពុជាយើងប៉ុន្តែមិនត្រូវបញ្ចេញសកម្មភាពក្នុងកាយវិការណាមួយដែលតាំងខ្លួនជាតួឯកហើយអាចคล้ายជាកម្លាំងចលករក្នុងការបង្កើនកម្ដៅនៃចំនួនព្រំដែននោះទេរដ្ឋបាលខេត្តពោធិ៍សាត់ពិតជាមានការសោកស្ដាយចំពោះសកម្មភាពរបស់បងប្អូនយុវជនដែលចង់បង្ហាញពីទឹកចិត្តស្នេហាជាតិហួសហេតុនិងខុសពេលវេលាបាទខ្ញុំមែនតើខ្ញុំយល់ស្របជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ជាមួយចំណុចគឺតាក់ទងនឹងថាដោះស្រាយរឿងខ្មែរដោយសន្តិវិធីសម្របសម្រួលប៉ុន្តែត្រូវប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិផងហើយយុវជនដែលធ្វើអីក៏ដោយទាំងយុវជនខ្មែរទាំងស្អីជនបរទេសទៅបាញ់ថ្នាំពាក្យចោលពាក្យអីហ្នឹងវាជាការសម្ដែងមែនហើយយើងធ្វើបែបនេះវាអត់បានផលទេរឿងការពារជាតិណាចំនួនព្រំដែនបលាលួសមិនមែនខ្មែរប្រជាពលរដ្ឋស៊ីវិលទៅដកទេគឺជាការរើរបស់ទាហានការពារព្រំដែនព្រោះជនស៊ីវិលយើងការពារព្រំសីមានៃខណ្ឌផ្ទះរបស់យើងសមត្ថកិច្ចនេះវាហួសពីដៃប្រជាពលរដ្ឋយើងទូទៅហើយខ្ញុំថាជាការពិតហើយប្រទេសខ្មែរជាកម្មសិទ្ធិរបស់យើងគ្រប់គ្នាប៉ុន្តែអានឹងមិនមែនជាដំណោះស្រាយទេហើយបើបងប្អូនគិតថាបានជោគជ័យធ្វើជោគជ័យតាំងពីនៅព្រៃច័ន្ទម៉េះអាញាធរនឹងប្រឡែងឲ្យបងប្អូនទៅទាញបលាលួសថៃមកកណោរហូតដល់គេបាញ់មកលបួស20-30នាក់អត់ទាន់ទាំងបានប្តឹងថៃអីផងហ្នឹងហើយយកដាក់កុងតឺន័រមកថែមច្រើនទៀតតើវាជាដំណោះស្រាយមិនមែនវាអត់
ចាំបានថាដំណោះស្រាយដែលពិតប្រាកដរឿងលើកទឹកចិត្តតវ៉ាឲ្យរដ្ឋាភិបាលប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិតុលាការព្រំដែនអន្តរជាតិអត់ធ្វើហើយទៅធ្វើអញ្ចឹងរប៉េះរប៉ោះ1 2អីអញ្ចឹងថតផ្សាយចុះឡើងគេរករឿងទៀតអាជ្ញាធរក៏មានដាវអាជ្ញាសឹករករឿងបានទៀតឥឡូវចូលដល់អំពើហិង្សានៅក្នុងថ្នាក់រៀនបង្រៀនអ្វីខ្លះអំពីសិលធម៌សង្គមរឿងហិង្សានេះគឺវារៀងដូចជារកម្មភ្នែកបន្តិចដែរបងប្អូនពួកអីប្រហែលថ្ងៃនេះយើងឃើញអំពើហិង្សានៅក្នុងថ្នាក់រៀនមួយដែលនៅខេត្តប្រស័យអនុឯណោះបងប្អូនឃើញហើយណាដែលឃើញយុវជនក្មេងៗអនុវិទ្យាល័យតបងប៉ុណ្ណានៃបងប្អូនលូតពីលើតុមកទៅសំពងក្បាលគ្នាដូចសំពងឡាតបងគុលរស័យអញ្ចឹងណាយើងគិតថាស្រុកខ្មែរយើងដូចជាអស់សម័យខ្មែរក្រហមនឹងសំពងគុលរស័យនឹងដូចជាយូរឆ្នាំដែរហើយស្រាប់មកលេងសំពងបាច់ក្បាលនេះត្រូវចំចុងចិញ្ចើមម្ដុំនេះប្រេះលលាឥឡូវក្មេងម្នាក់ហ្នឹងដែលត្រូវប្រេះលលាហ្នឹងគឺបានគេបញ្ជូនមកដល់មន្ទីរពេទ្យគុណធបុប្ផានៅភ្នំពេញហើយដោយសារហូរឈាមតាមច្រមុះអត់ឈប់អីអញ្ចឹងទៅយើងឃើញរូបភាពនេះវាជារឿងអកុសលណាស់ប៉ុន្តែពេលខ្លះយើងអត់ដឹងថារឿងរ៉ាវពីដើមមកយ៉ាងម៉េចឲ្យអស់ទេការស៊ើបអង្កេតការស្រាវជ្រាវបន្ថែមហ្នឹងរកឃើញថាក្មេងៗឆ្លោះគ្នារឿងឈូសកស៊ូឈូសអីទៅដាក់លុយដាក់អីទៅហើយក៏ចពាក់ចពិនគ្នាទៅមិនសងមិនអីទៅក៏មានកើតរឿងកើតរាវអីអញ្ចឹងអានេះរឿងក្មេងឆ្លោះគ្នាវាជារឿងទម្លាប់ធម្មតានៅស្រុកណាក៏ឆ្លោះដែរក្មេងបើមានកំភ្លើងបាញ់កំភ្លើងបើមានកបិតចាក់កបិតបើមានស្នាប់ដៃវាយស្នាប់ដៃបើមានអត់អីសក់បោចសក់គ្នាអីហ្នឹងគឺយើងឃើញជាប្រចាំទេមិនមែនថាកើតឡើងតែនៅស្រុកខ្មែរទេប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នេះគឺការយកដំបងធំវាយយុវជនម្នាក់អាយុប្រហាក់ប្រហែលគ្នាទេទាំងក្មេងប្រុសអ្នកវាយទៅក្មេងប្រុសជាជនរងគ្រោះប្រហែលជា13 14ឆ្នាំសុទ្ធតែអនិច្ចជនទាំងអស់ព្រោះរឿងនេះគឺកើតឡើងនៅអំពើហិង្សានេះគឺកើតឡើងនៅអនុវិទ្យាល័យសម្ដេចឪខេត្តប្រស័យអនុនៅសិស្សថ្នាក់ទី7ហ្នឹងដែលខ្ញុំមិនរៀបរាប់ឈ្មោះខ្ញុំមិនបង្ហាញអំពីអត្តសញ្ញាណអីទេខ្ញុំគ្រាន់តែនិយាយអំពីទស្សនវិជ្ជាដែលកើតឡើងជាក់ស្ដែងហើយអំពីសិលធម៌សង្គមហើយបញ្ហាអីខ្លះដែលកើតឡើងរឿងនេះគឺខ្ញុំមើលឃើញអំពីរឿងមួយដែលរៀងទើសចិត្តបន្តិចប៉ុន្តែយើងចេះតែទើសគ្រប់តែរឿងអញ្ចឹងទេពេលដែលក្មេងម្នាក់លោតពីលើតុកាន់ដបងធំមួយទៅវាយក្បាលក្មេងមួយទៀតដែលជាសិស្សអនុវិទ្យាល័យគឺបែកក្បាលហូរឈាមតាមច្រមុះនេះ